ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីនិស្សិតទាំងអស់គ្នាខ្ញុំឈ្មោះផៅសិដ្ឋាជានិស្សិតឆ្នាំទី4រៀនមុខវិជ្ជាពាណិជ្ជកម្មថ្ងៃនេះដែរគឺខ្ញុំនិយាយអំពីប្រធានបទដែលនិយាយអំពីប្រព័ន្ធគ្រប់គ្រងព័ត៌មានហៅកាត់ថា MIS ចំណុចដំបូងគឺនិយាយអំពីមាតិកាមាន6ចំណុចគឺទី1សេចក្តីផ្ដើមទី2ទូនាទីរបស់ MIS ក្នុងការងារការិយាល័យទី3សមាសធាតុសំខាន់នៃ MIS និងទី4អត្ថប្រយោជន៍នៃ MIS ចំពោះអ្នកគ្រប់គ្រងទី5បញ្ហាប្រឈមក្នុងការអនុវត្ត MIS និងទី6សេចក្តីសន្និដ្ឋានជាដំបូងគឺខ្ញុំនិយាយអំពីចំណុចទី1សេចក្តីផ្ដើមដូចមាននិយមន័យ MIS គឺជាប្រព័ន្ធរួមបញ្ចូលគ្នាមួយដែលប្រើប្រាស់មនុស្សបច្ចេកវិទ្យានិងនីតិវិធីដើម្បីប្រមូលរៀបចំនិងបែងចែកព័ត៌មានគោលបំណងជួយដល់អ្នកគ្រប់គ្រងក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាចំពោះក្នុងន័យការិយាល័យវាគឺជាឆ្អឹងខ្នងនៃការរក្សាទិន្នន័យបុគ្គលិកគម្រោងថវិកានិងរបាយការណ៍ផ្សេងៗចូលដល់ចំណុចទី2ទូនីតិរបស់ MIS ក្នុងការិយាល័យការប្រមូលផ្ដុំទិន្នន័យកត់ត្រារាល់បញ្ហាការប្រចាំថ្ងៃលិខិតចូលចេញនិងវត្តមានការច្នៃទិន្នន័យបំលែងទិន្នន័យឆៅឲ្យទៅជាព័ត៌មានដែលមានប្រយោជន៍ឧទាហរណ៍បញ្ជីព័ត៌មានបំលែងទៅជាតារាងបើកប្រាក់ខែការរក្សាទុកចំពោះការរក្សាទុកទាំងដែរគឺរក្សាក្នុងមូលដ្ឋានទិន្នន័យដែលមានសុវត្ថិភាពនិងងាយស្រួលស្វែងរកការបែងចែកផ្ដល់ព័ត៌មានដល់ផ្នែកដែលពាក់ព័ន្ធបានរហ័សចំណុចទី3គឺសមាសធាតុសំខាន់នៃ MIS ដែលមានសមាសធាតុនិងការពិពណ៌នាសមាសធាតុមាន hardware ការពិពណ៌នា computer server ឧបករណ៍បណ្ដាញ software ប្រព័ន្ធប្រតិបត្តិការកម្មវិធីគ្រប់គ្រង data ទិន្នន័យអតិថិជនបុគ្គលិកនិងហិរញ្ញវត្ថុ procedure វិធានការនិងរបបការងារភាពផលអ្នកប្រើប្រាស់និងបច្ចេកវិទ្យាចំណុចបន្តគឺចំណុចទី4អត្ថប្រយោជន៍នៃ MIS ចំពោះអ្នកគ្រប់គ្រងដែលមាន4ចំណុចគឺបង្កើនប្រសិទ្ធភាពកាត់បន្ថយការងាររដ្ឋបាលដដែលនិងប្រាដៃការសម្រេចចិត្តច្បាស់លាស់មានទិន្នន័យយោងត្រឹមត្រូវនិងមិនមែនស្មានការគ្រប់គ្រងពេលវេលាទទួលបាននូវរបាយការណ៍ភ្លាមការប្រគល់ប្រជែងជួយឲ្យស្ថាប័នដើរទាន់ពេលវេលាដើរទាន់បច្ចេកវិទ្យានិងតម្រូវការទីផ្សារទី5បញ្ហាប្រឈមចំណាយខ្ពស់ត្រូវការដាំទុនច្រើនលើការទិញឧបករណ៍និងការថែទាំសន្តិសុខទិន្នន័យប្រឈមនឹងការលួចទិន្នន័យឬមេរោគធនធានមនុស្សបុគ្គលិកខ្លះអាចនឹងពិបាកជាមួយបច្ចេកវិទ្យាថ្មីហើយចំពោះចំណុចចុងក្រោយការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាវិវត្តលឿនពេកធ្វើឲ្យប្រព័ន្ធចាស់ឆាប់ហួសសម័យហើយចំណុចចុងក្រោយគឺចំណុចទី5សេចក្តីសន្និដ្ឋានដែលសរុបមករួមទាំងអស់ទៅលើការបកស្រាយប្រធានបទខាងលើមកគឺចូលសេចក្តីសន្និដ្ឋានគឺ MIS មិនមែនគ្រាន់តែជាគ្រឿងកុំព្យូទ័រប៉ុណ្ណោះទេប៉ុន្តែគឺវាជាយុទ្ធសាស្ត្រគ្រប់គ្រងហើយការអភិវឌ្ឍ MIS ឲ្យមានប្រសិទ្ធភាពគឺធ្វើឲ្យការងារការិយាល័យមានភាពរលូនកាត់បន្ថយហានិភ័យនិងបង្កើនផលិតភាពការងារក៏លើជោគជ័យត្រូវបានបណ្ដុះបណ្ដាលបុគ្គលិកជាប្រចាំនិងពង្រឹងសុវត្ថិភាពព័ត៌មានហើយជាចុងក្រោយចំពោះការបកស្រាយរបស់ខ្ញុំក៏ត្រូវបានដល់ពេលបញ្ចប់អញ្ចឹងក៏សូមអរគុណដល់លោកគ្រូក៏ដូចជានិស្សិតទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់ក្នុងការធ្វើបទបង្ហាញនេះសូមអរគុណ